មេច្រើនមែនតើតែកំពុងមានវត្តមានច្រើននៅលើដំណាំស្រូវរបស់យើងមេឆ្នោតនេះគឺវាមានរូបរាងពីរប្រភេទរូបរាងពួកមេស្លាបខ្លីនិងរូបរាងប្រភេទមេស្លាបវែងហើយពពួកមេវាបំផ្លាញខ្លាំងនៅក្នុងដំណាក់កាលស្រូវកំណត់គួររហូតដល់ដំណាក់កាលស្រូវចេញផ្ការីឯដំណាក់កាលសំណាបក៏ដូចជាស្រូវបែកគុំវាមានការបំផ្លាញតិចតួចមិនច្រើនដូចដំណាក់កាលស្រូវកំណត់គួរទេហើយមួយវិញទៀតទាក់ទងរោគសញ្ញានៃការបំផ្លាញរបស់វាយើងអាចសង្កេតឃើញថានៅក្នុងស្រែក៏ដូចជាស្រូវរបស់យើងវាមានរូបរាងពណ៌លឿងក្រមៅហើយក៏អាចសង្កេតឃើញថាវាមានការឆេះខ្លោចដុំបន្ទាប់មកទៀតក៏យើងអាចសង្កេតឃើញថាស្រូវរបស់យើងមានការពុកគល់ក៏ដូចជាមានផ្សិតនៅស្រទាប់ស្លឹកផងដែរអញ្ចឹងយើងត្រូវតែធ្វើការតាមដានពិនិត្យជាក់លាក់នៅពពួកក្រុមមេនេះកាលណាដែលយើងមិនបានតាមដានក៏ដូចជាការប្រើប្រាស់ឲ្យបានត្រឹមត្រូវទេវាធ្វើឲ្យការវិវត្តក៏ដូចជាការរីករាលដាលរបស់មេនេះលឿនជាងអ្វីដែលការរំពឹងទុករបស់យើងហើយការគ្រប់គ្រងក៏ដូចជាវិធានការការពារគឺមានច្រើនវិធានការការពារបែបធម្មជាតិក៏ដូចជាវិធានការបែបគីមីហើយវិធានការមួយទៀតគឺវិធានការជីវសាស្ត្រដែរដូចជាការលែងសត្វជាដើមវិធានការគីមីយើងត្រូវតែអនុវត្តគោលការណ៍ឲ្យបានត្រឹមត្រូវល្អគឺទីមួយគឺយើងត្រូវជ្រើសរើសការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវហើយមួយវិញទៀតគឺយើងត្រូវបាញ់ឲ្យត្រូវពេលវេលាទៅតាមបច្ចេកទេសត្រឹមត្រូវនិងការប្រើប្រាស់កំហាប់ថ្នាំក៏ដូចជាបរិមាណឲ្យសមស្របទៅតាមស្ថានភាពនៃដំណាំរបស់យើង